គុណវិបត្តិនៃការប្រើប្រាស់ Facebook មិនបានត្រឹមត្រូវសប្តាហ៍ថ្ងៃនេះបច្ចេកវិទ្យានិងបណ្ដាញសង្គមបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់មនុស្សជាតិជាច្រើនក្នុងចំណោមបណ្ដាញសង្គមធំៗទាំងអស់ Facebook បានដើរតួនាទីជាវេទិកាមួយដែលមានអ្នកប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់នៅជុំវិញពិភពលោក Facebook អាចផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់មនុស្សយើងអាចប្រើប្រាស់វាដើម្បីសាងទំនាក់ទំនងជាមួយគ្រួសារមិត្តភ័ក្តិស្វែងរកព័ត៌មានចំណេះដឹងផ្សព្វផ្សាយនៅអាជីវកម្មនិងចែករំលែកនៅបទពិសោធន៍ផ្សេងៗទៅកាន់ពិភពលោកប៉ុន្តែដូចជាឧបករណ៍ផ្សេងៗទៀតផងដែរ Facebook ក៏អាចបង្កនូវផលវិបាកប្រសិនបើយើងជាអ្នកប្រើប្រាស់ដោយមិនបានត្រឹមត្រូវឬប្រើប្រាស់ហួសនៅកម្រិតតើការប្រើប្រាស់ Facebook ដោយមិនបានត្រឹមត្រូវអាចផ្ដល់ផលប៉ះពាល់ជីវិតរបស់យើងដូចម្តេចខ្លះទី1គឺជាការខាតបង់នូវពេលវេលាមនុស្សមួយចំនួនបើក Facebook ដោយគ្រាន់តែចង់មើលព័ត៌មានរយៈពេល2ទៅ3នាទីប៉ុន្តែដោយសារតែមានវីដេអូរូបភាពឬព័ត៌មានថ្មីៗលោតមកជាបន្តបន្ទាប់ពួកគេអាចចំណាយពេលវេលារាប់ម៉ោងដោយមិនដឹងខ្លួនក្នុងការតាមដានពីមួយហើយមួយទៀតឥតឈប់ឈរពេលវេលាដែលគួរតែប្រើប្រាស់សម្រាប់ការសិក្សាការអានសៀវភៅការហាត់ប្រាណឬការចំណាយពេលជាមួយក្រុមគ្រួសារអាចត្រូវបានជំនួសដោយការអូសចុះឡើងនៃកម្មវិធី Facebook មិនចេះចប់ប្រសិនបើទម្លាប់ទាំងនេះកើតឡើងជារៀងរាល់ថ្ងៃវាអាចធ្វើឲ្យផលិតភាពក្នុងការងារនិងការសិក្សារបស់យើងមានការធ្លាក់ចុះផងដែរទី2គឺការប៉ះពាល់ដោយការផ្ដោតអារម្មណ៍ការជូនដំណឹងពី Facebook សារ comment និងវីដេអូថ្មីៗអាចរំខានដល់ការផ្ដោតអារម្មណ៍របស់យើងបានឧទាហរណ៍នៅពេលកំពុងសិក្សាប្រសិនបើទូរស័ព្ទមានការជូនដំណឹងយើងអាចនឹងឈប់ផ្ដោតអារម្មណ៍ទៅលើការរៀនសូត្រដើម្បីចូលទៅពិនិត្យមើលសារឬក៏ការជូនដំណឹងនោះបន្ទាប់ពីមើលសាររួចយើងអាចនឹងចាប់ផ្ដើមមើលវីដេអូមួយទៀតហើយបន្តទៅកាន់ព័ត៌មានមួយទៀតទីបំផុតយើងអាចចំណាយពេលយូរដោយភ្លេចខ្លួនថាកំពុងធ្វើអ្វីពីដំបូងទី3គឺជាព័ត៌មានคล้ายៗនិងព័ត៌មានមិនត្រឹមត្រូវ Facebook អនុញ្ញាតឲ្យមនុស្សជាច្រើនបង្កើតនិងចែករំលែកនូវមាតិកាបានយ៉ាងងាយស្រួលនេះជាអត្ថប្រយោជន៍មួយប៉ុន្តែក៏អាចក្លាយជាបញ្ហាប្រសិនបើមនុស្សចែករំលែកព័ត៌មានដោយមិនបានពិនិត្យប្រភពច្បាស់លាស់និងខ្វះនៅការពិចារណាព័ត៌មានមួយចំនួនអាចជាព័ត៌មានคล้ายៗព័ត៌មានចាស់ដែលយកមកបង្ហោះសារឡើងវិញឬព័ត៌មានដែលត្រូវបានកែប្រែដើម្បីទាក់ទាញក្នុងចំណាប់អារម្មណ៍ប្រសិនបើយើងជឿនិងចែករំលែកនៅព័ត៌មានទាំងនោះដោយមិនបានពិនិត្យអ្នកដទៃក៏អាចទទួលបាននៅព័ត៌មានខុសផងដែរដូច្នេះមុននឹងចុច share យើងគួរតែឈប់បន្តិចហើយសួរខ្លួនឯងថាតើព័ត៌មាននេះមកពីប្រភពណាមានប្រភពផ្សេងទៀតមកបញ្ជាក់ដែរឬទេហើយតើវាជាព័ត៌មានថ្មីឬក៏ព័ត៌មានចាស់ទី4គឺជាការប្រៀបធៀបជីវិតរបស់ខ្លួនជាមួយអ្នកដទៃនៅលើ Facebook មនុស្សភាគច្រើនចូលចិត្តបង្ហាញតែផ្នែកល្អៗនៃជីវិតរបស់ខ្លួនដូចជាការធ្វើដំណើរការងារភាពជោគជ័យទ្រព្យសម្បត្តិអាហារឆ្ងាញ់ៗឬក៏ពេលវេលាសប្បាយរីករាយនៅពេលដែលយើងឃើញជីវិតរបស់អ្នកដទៃជាបន្តបន្ទាប់យើងអាចនឹងចាប់ផ្ដើមប្រៀបធៀបជីវិតរបស់ខ្លួនជាមួយពួកគេយើងអាចគិតថាហេតុអ្វីគេមានជីវិតល្អជាងខ្ញុំឬហេតុអ្វីខ្ញុំមិនអាចដូចជាគេប៉ុន្តែយើងត្រូវចាំថាអ្វីដែលយើងឃើញនៅលើបណ្ដាញសង្គមមិនមែនជារូបភាពពេញលេញនៃជីវិតរបស់មនុស្សម្នាក់ៗនោះទេមនុស្សម្នាក់ៗអាចបង្ហាញស្នាមញញឹមនៅក្នុងរូបថតប៉ុន្តែมันអាចដឹងថានៅពីក្រោយនៃរូបថតទាំងនោះពួកគេកំពុងតែជួបបញ្ហាអ្វីខ្លះនោះឡើយទី5គឺជាការបាត់បង់ឯកជនភាពនៅពេលដែលអ្នកប្រើ Facebook យើងអាចបង្ហោះរូបភាពទីតាំងកន្លែងធ្វើការកន្លែងរស់នៅសកម្មភាពប្រចាំថ្ងៃឬព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀត ព
ប្រសិនបើយើងបង្ហោះព័ត៌មានទាំងនេះដោយមិនប្រុងប្រយ័ត្នវាអាចបង្កជាហានិភ័យដល់សុវត្ថិភាពនិងឯកជនភាពរបស់យើងដូច្នេះយើងគួរតែប្រុងប្រយ័ត្នចំពោះអ្វីដែលយើងបានបង្ហោះនិងគួរពិចារណាការកំណត់នូវ privacy របស់គណនីជាប្រចាំពិសេសមិនគួរចែករំលែកនូវព័ត៌មានសម្ងាត់ដូចជាពាក្យសម្ងាត់លេខកូដផ្ទៀងផ្ទាត់ព័ត៌មានហិរញ្ញវត្ថុឬព័ត៌មានផ្ទាល់ខ្លួនដែលត្រូវបានយកទៅប្រើប្រាស់នៅក្នុងគោលបំណងមិនល្អណាមួយទី6គឺជាការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតអ្នកប្រើប្រាស់ Facebook អាចជួបគណនីคล้ายៗអ្នកបោកប្រាស់សារតំណភ្ជាប់គួរឲ្យសង្ស័យការផ្ដល់ជូនដែលហាក់ដូចជាល្អហួសពីការពិតឧទាហរណ៍មានអ្នកផ្ញើសារមកថាអ្នកឈ្នះរង្វាន់ឬត្រូវចុចលីងតំណភ្ជាប់ដើម្បីទទួលបានប្រាក់ឬអត្ថប្រយោជន៍មួយចំនួនប្រសិនបើយើងមិនប្រុងប្រយ័ត្នយើងអាចបាត់បង់នៅគណនីបាត់បង់នៅទិន្នន័យឬក៏សូម្បីតែប្រាក់ក៏ត្រូវបានបាត់បង់ផងដែរដូច្នេះសូមកុំចុចតំណលីងភ្ជាប់ដែលមិនស្គាល់ពីប្រភពហើយកុំផ្ដល់សូម្បីតែលេខសម្ងាត់លេខកូដផ្ទៀងផ្ទាត់អ្វីមួយសោះឡើយទី7គឺជាការឆ្លោះប្រកែកនិងការប្រើប្រាស់ពាក្យសម្ដីដែលមិនសមរម្យនៅលើបណ្ដាញសង្គមមនុស្សមានគំនិតនិងទស្សនៈខុសៗគ្នាការមិនយល់ស្របគ្នាគឺជារឿងធម្មតាប៉ុន្តែប្រសិនបើយើងមិនចេះគ្រប់គ្រងអារម្មណ៍វាអាចនាំមកឲ្យមានការជេរប្រមាថបន្ទោសបង្អាប់ឬជាការបង្កនៅជម្លោះពេលខ្លះពាក្យដែលយើងសរសេរដោយកំហឹងក្នុងរយៈពេលប៉ុន្មានវិនាទីអាចបង្កនូវផលវិបាកយ៉ាងយូរអង្វែងដូច្នេះមុននឹង comment reply យើងគួរគិតម្ដងហើយម្ដងទៀតថាតើពាក្យដែលយើងកំពុងសរសេរអាចធ្វើឲ្យអ្នកដទៃឈឺចិត្តឬបង្កនូវជម្លោះដែរឬទេទី8គឺជាការប៉ះពាល់ដល់ទំនាក់ទំនងក្នុងគ្រួសារបច្ចេកវិទ្យាអាចជួយឲ្យមនុស្សដែលនៅឆ្ងាយពីគ្នាតាក់ទងទៅគ្នាបានប៉ុន្តែប្រសិនបើប្រើប្រាស់ Facebook ខណៈពេលដែលកំពុងនៅជាមួយក្រុមគ្រួសារវាក៏អាចធ្វើឲ្យមនុស្សដែលនៅក្បែរយើងមានអារម្មណ៍ថាត្រូវបានមើលរំលងពេលខ្លះយើងអង្គុយនៅជុំក្រុមគ្រួសារប៉ុន្តែម្នាក់កាន់ទូរស័ព្ទដៃរបស់ខ្លួនហើយមិនបាននិយាយគ្នាសូម្បីមួយម៉ាត់សោះការចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់ដោយដាក់ទូរស័ព្ទចុះមួយរយៈអាចមានតម្លៃជាងការមើលព័ត៌មាននៅលើអេក្រង់ទី9ការប្រើប្រាស់ Facebook ដោយគ្មានគោលដៅការបើក Facebook រាល់ពេលដែលយើងមានអារម្មណ៍ថាធុញឬទំនេរអាចបង្កើតជាទម្លាប់មួយដែលពិបាកនៅក្នុងការគ្រប់គ្រងយើងអាចចាប់ផ្ដើមដោយគ្រាន់តែមើលព័ត៌មានប៉ុន្តែបន្តទៅមើលវីដេអូមើលទៅលើ comment មើលទៅលើ profile និងបន្ត scroll ទំព័ររហូតដល់ភ្លេចពេលវេលាដូច្នេះយើងគួរកំណត់ពេលវេលាដែលខ្លួនអនុញ្ញាតឲ្យប្រើប្រាស់បណ្ដាញសង្គមនិងកំណត់ពេលវេលាដែលមិនប្រើទូរស័ព្ទដូចជាពេលរៀនពេលធ្វើការពេលបរិភោគអាហារនិងមុនចូលគេងសំណួរត្រឡប់មកវិញតើយើងគួរប្រើ Facebook យ៉ាងដូចម្តេចដើម្បីកាត់បន្ថយនូវផលវិបាកចម្លើយមិនមែនជាការឈប់ប្រើប្រាស់ Facebook ទាំងស្រុងនោះទេអ្វីដែលសំខាន់គឺជាការរៀនប្រើវាឲ្យមាននូវគោលដៅនិងមានការទទួលខុសត្រូវមុននឹងបង្ហោះអ្វីមួយគួរគិតថាតើវាជាការពិតដែរឬទេតើវាចាំបាច់ដែរឬទេហើយតើវាអាចមានផលប៉ះពាល់ដល់អ្នកដទៃដែរឬទេមុននឹង share ព័ត៌មានណាមួយគួរតែពិនិត្យពីប្រភពជាមុននឹង comment ដោយកំហឹងគួរឈប់សិនហើយគិតម្ដងទៀតមុននឹងផ្ដល់ព័ត៌មានផ្ទាល់ខ្លួនទៅកាន់នរណាម្នាក់គួរតែពិនិត្យថាតើគេជានរណាតើការផ្ដល់ព័ត៌មាននោះមានសុវត្ថិភាពដែរឬទេហើយសំខាន់បំផុតគឺកុំឲ្យ Facebook ក្លាយជាអ្នកគ្រប់គ្រងជីវិតនិងពេលវេលារបស់អ្នកសរុបមក Facebook មិនមែនជារឿងល្អឬអាក្រក់ដោយខ្លួនឯងនោះទេវាគ្រាន់តែជាឧបករណ៍មួយអត្ថប្រយោជន៍ឬក៏ផលវិបាករបស់វាអាស្រ័យទៅលើថាតើយើងប្រើវាដោយរបៀបណាប្រសិនបើយើងប្រើប្រាស់ Facebook ដើម្បីរៀនស្វែងរកព័ត៌មានដែលមានប្រយោជន៍ទាក់ទងជាមួយមនុស្សជាទីស្រឡាញ់ឬផ្សព្វផ្សាយអំពើល្អ
វាអាចក្លាយជាឧបករណ៍ដ៏មានប្រយោជន៍មួយប៉ុន្តែប្រសិនបើយើងប្រើប្រាស់វាដោយគ្មានការគ្រប់គ្រងចំណាយពេលច្រើនពេកជឿព័ត៌មានដោយមិនបានពិនិត្យនិងចែករំលែកនៅព័ត៌មានមិនពិតឬបង្ហាញអំពីព័ត៌មានផ្ទាល់ខ្លួនដោយមិនប្រុងប្រយ័ត្នវាអាចនាំនូវផលវិបាកជាច្រើនដូច្នេះសូមប្រើប្រាស់ Facebook ដោយស្មារតីពិចារណាមានការទទួលខុសត្រូវនិងចេះគ្រប់គ្រងពេលវេលារបស់ខ្លួនសូមចងចាំថាយើងគួរតែជាអ្នកប្រើប្រាស់បណ្ដាញសង្គមមិនមែនឲ្យបណ្ដាញសង្គមក្លាយជាការគ្រប់គ្រងជីវិតរបស់យើងនោះទេប្រសិនបើអត្ថបទទាំងនេះមានប្រយោជន៍សូមជួយចែករំលែកទៅកាន់មិត្តភ័ក្តិនិងក្រុមគ្រួសារដើម្បីឲ្យពួកយើងទាំងអស់គ្នាចេះប្រើប្រាស់បណ្ដាញសង្គមប្រកបដោយសុវត្ថិភាពនិងមានប្រយោជន៍សូមអរគុណចំពោះការទស្សនានិងការគាំទ្រជួបគ្នានៅវីដេអូបន្ទាប់